trong cơ thể là có hai cái to nên là cha pra pra bộ run san tê បាទ ពីชั้นเนี่ยនិយាយវាទៅវាថាហាមប្រើបរិនលើសពី2 ដងតែចន្ទៃឡើងចេញជ័រចេញផ្សិត នោះហើយ ករណីហ្នឹងគឺតតែចន្ទៃរបស់យើងផ្កាហ្នឹងវាលោតទៅជាក្តាប់ហើយ អូ តែបើសិនករណីថាផ្កាចន្ទៃយើងនៅតែជាផ្កានៅឡើយទេ បាទ ឬក៏ក្តាប់ចេញបានតិចតួចទេ នោះហើយ ដែលខាតកំចោលបរិន បាទ តែគាត់ថាមុននឹងយើងបាញ់បរិនលពូមើលបញ្ហា3សិន បាទ បញ្ហាទី1ពពុះសមាទ្រីបបញ្ហាទី2ពពុះទឹកសន្តាម បាទ បញ្ហាទី3ពពុះមេរោគនៅស្ថិតនៅក្នុងផ្កា នោះ បើសិនជាលពូសង្កេតថាលពូដោះស្រាយបញ្ហា3នឹងបានហើយលពូបាញ់បរិនទៅជោគជ័យមក អូ តែបើសិនជាករណីថាផ្កាចន្ទៃរបស់យើងឬក៏ផ្ការបស់យើងជួបបញ្ហាណាមួយនៅក្នុង3ហ្នឹងដំណើរការតម្លាក់ក៏បាត់ល្អហើយ យើងត្រូវជាបអានោះទៅ បាទខ្ញុំទៅដោះស្រាយបញ្ហាទៅ ខ្ញុំឃើញវាទាំងស្មាតហ្វូនខ្ញុំថាផ្សិតអីវា បាទប្រាក់លពូនេះកាត់ការ នោះខ្ញុំ អានេះគេផ្សិតតងផ្កានេះ បាទនោះខ្ញុំស្ទាបមើលពេលព្រឹកអីទាំងផ្សិតថា បាទហើយចំពោះផ្កានេះលពូផ្កាយើងនៅតាមផ្កាវិពីមកស្អីនេះ បាទ អាកំពុងហ្នឹង នោះហើយ អាកំពុងហ្នឹងដែលយើងត្រូវក្នុងប្រចាំថ្មិចឲ្យវាល្អ នោះ ហើយអាកំពុងនេះគឺផ្កាដែលអត់តន់កំណត់ថេទេ នោះហើយ អញ្ចឹងគឺថាពេលដែលផ្កាចេញមកបើវារីកហើយគឺថាផ្កាពេកៗហ្នឹងគឺយើងបានប្រហែល%ហើយផ្កាអត់ពេកៗបានប្រហែល%គឺធម្មជាតិរបស់ចន្ទៃវានៅប្រជាក្នុងវាបើសិនជាវាដឹងថាខ្លួនវាមានសារធាតុចិញ្ចឹមច្រើនឆ្លាតចន្ទៃវានឹងរុញអាផ្កាពេកៗផ្កាមកចូលពីហ្នឹង បាទ ដើម្បីឲ្យបានក្តាប់ច្រើនតែបើសិនកាលនេះថាខ្លួនចន្ទៃវានឹងវាខ្សោយថាទានចិញ្ចឹមច្រើនហើយតូនកាងសម្បូរទៅដោយផ្សិតគឺវាអត់ព្រមបញ្ចេញផ្កាមកបើបញ្ចេញគឺវាបញ្ចេញផ្កាឈ្មោះទេ នោះ យកបញ្ចេញផ្កាពេកៗទេ បាទ គឺថាចេញមកចោល បាទ ចេញមកចោលដោយសារពពុះទឹកចេញមកចោលដោយសារខ្លួនវាកំអត់រួច នោះហើយ ឆ្លាតចន្ទៃឆ្លាតដូចតែគាត់តែវាចេញផ្កាពីរហ្នឹងគឺដឹងតែដើមហ្នឹងឆ្លាតហ្មង ណា គួរតែស្អីផ្កានៅពេលចេញមកវាមានពពុះសមាទ្រីបស៊ី នោះ បាទដល់ពេលអញ្ចឹងវាបញ្ចេញអាផ្កាឈ្មោះហ្នឹងរហូតដល់80%អាផ្កាពេកៗអាផ្កាផលិតក្តាប់យើងតាម20% បាទ ប៉ុន្តែករណីថាបើសិនជាដើមខ្សោយអត់បាន20%ទេ នោះ មកចកោមដែលយើងឃើញថ្ងៃផ្កាច្រើននេះបាន12 1អស់ហើយ បាទ បាទហើយពេលខ្លះលពូបាញ់បរិនច្រើនជើងហើយគេអួតថាបរិនល្អចាស់ល្អចោះដល់ពេលដែលយើងយកមកបាញ់បានមកទៅកោផ្កាបាន12 3 បាទ អត់ច្រើនល្អថតតែគេអត់បានឲ្យយើងទៅឆែកអាបញ្ហា3ហ្នឹងមុន នោះហើយបាទ បាញ់បរិនដឹងតែល្អហើយតែបើសិនជាយើងអត់ដោះស្រាយបញ្ហា3ខាងដើមហ្នឹងទេយើងអស់លុយថ្លៃបរិនហើយ បាទ គឺដល់យើងចេញអត់ល្អហើយយឺតពេលផ្កាក្រៀមទៀត